សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកទៀតហើយគឺម៉ែវាក៏ចង់ញឹមត្រយូងចេកជាមួយសាច់ជ្រូកបែបស្រុកស្រែដើម្បីធ្វើម្ហូបមួយមុខនេះបានគឺយើងត្រូវតែទៅរកត្រយូងចេកដែលដាំនៅខាងមុខផ្ទះត្រយូងចេកនេះគឺជាគ្រឿងផ្សំចម្បងដែលអាចយើងយកទៅធ្វើម្ហូបនឹងបានបន្ទាប់ពីទៅរកត្រយូងចេកបានរួចរាល់ហើយក៏ចាប់ផ្ដើមមកបកសម្បកចាស់វាចោលយើងយកតែកន្លែងខ្ចីទេទើបអាចយកទៅធ្វើម្ហូបទៅមានរសជាតិឆ្ងាញ់បន្តមកទៀតគឺចាប់ផ្ដើមហាន់ត្រយូងចេកហ្នឹងឲ្យស្ដើងដោយយើងដាក់ជាមួយនឹងទឹកក្រូចឆ្មាដើម្បីកាត់ជម្រះជើងរបស់វាកុំឲ្យវាឡើងខ្មៅបន្ទាប់ពីចិតរួចរាល់ហើយក៏ចាប់ផ្ដើមចេញដំណើរទៅម្ដងទៀតគឺទៅរកសាច់ជ្រូកនៅផ្ទះបងថ្លៃពេលនេះឃើញថាមកដល់ហើយក៏ឃើញមានម្ហូបបន្លែត្រីសាច់ច្រើនប្រភេទបន្ទាប់ពីទិញគ្រឿងទេសហើយនិងសាច់មួយចំនួនដែលមិនទាន់មាននៅផ្ទះទិញរួចហើយក៏ត្រឡប់មកផ្ទះវិញនឹងរៀបចំធ្វើម្ហូបបន្តទៀតចំណែកអាវគឺលហែករឿងច្រើនតិចហើយព្រោះនេះអាវនេះពាក់ជិត10ឆ្នាំហើយតែពីមកដល់ក៏ចាប់ផ្ដើមរៀបចំដាក់ដាំទឹកបន្ទាប់មកទៀតថែមអំបិលបន្តិចនិងថែមគល់ស្លឹកគ្រៃនិងក្រូចសើចតាមក្រោយបន្ទាប់ពីដាក់ស្ងោរសាច់ជ្រូករួចហើយក៏ឆ្លៀតពេលហ្នឹងគឺមកធ្វើទឹកលាយឲ្យហើយគឺខ្ញុំចិញ្ច្រាំខ្ទឹមសហើយដាក់ទឹកត្រីបន្តិចដាក់ប៊ីចេងបន្តិចម្សៅស៊ុបរ៉ូឌីបន្តិចហើយនិងស្ករក្រហមហើយកូរចូលគ្នាឲ្យសព្វបន្ទាប់ពីស្ករក្រហមរលាយសព្វជាមួយនឹងគ្រឿងអស់ហើយក៏ចាប់ផ្ដើមថែមក្រូចឆ្មាអញ្ចឹងក្រូចឆ្មានេះគឺខ្ញុំដាក់តែមួយផ្លែសិនទេដើម្បីហើយកុំឲ្យវាប្រៃពេកដល់ពេលយើងហូបយើងអាចថែមតាមពេលក្រោយបានបន្ទាប់មកទៀតគឺចាប់ផ្ដើមហាន់ខ្ទឹមក្រហមដាក់លាយខ្ញុំដាក់ចំនួន2មើមសូមជម្រាបបងប្អូនទាំងអស់គ្នាដែរការធ្វើម្ហូបនេះគឺមិនជាស្តង់ដារអីទេព្រោះអត់ចេះទេអញ្ចឹងនៅស្រុកស្រែមានអីទេមានតែធ្វើឲ្យតែបានហូបឲ្យតែមានសាច់មានឈាមធាត់កុំឲ្យស្គមឡើយគេថាយើងអត់មានអីហូបចំណែកបន្លែតិចតួចគឺយើងមានជុំវិញផ្ទះស្រាប់គឺយើងដាំតិចទេទុកហូបដាំច្រើនហូបអត់ទាន់វាធ្វើឲ្យខូចបន្ទាប់ពីបេះមករួចរាល់ហើយក៏យកមកលាងទឹកហើយទុកមួយឡែកសិនបន្ទាប់ពីទុកមួយឡែកសិនហើយក៏មានអារម្មណ៍ថាដូចចង់កាហ្វេអញ្ចឹងហើយក៏យកកាហ្វេមកកញ្ចប់មកយើងដាក់ឆុងអញ្ចឹងពេលកញ្ចប់ងាយស្រួលអញ្ចឹងយើងអាចធ្វើបានហូបភ្លាមបន្ទាប់ពីផឹកកាហ្វេរួចហើយមកដេញមិនមួយសិនពេលនេះឃើញថាសាច់ជ្រូកគឺបានឆ្អិនហើយក៏ចាប់ផ្ដើមរៀបចំហើយនឹងស្រង់យកមកហាន់ការហាន់សាច់ជ្រូកនេះដែរគឺយើងហាន់របៀបវាជាចំណិតស្ដើងតូចបន្ទាប់មកទៀតចាប់ដើមលាយគ្រឿងចូលគឺងាយទេគឺយើងចាក់ត្រយូងចេកដែលយើងបានហាន់រួចដាក់ខ្ទឹមក្រហមដាក់សាច់ជ្រូក3ជាន់ចូលបន្ទាប់មកបេះជីវិញវងដាក់បន្តិចមកបន្ទាប់មកទៀតគឺចាប់ផ្ដើមចាក់ទឹកដែលយើងគ្រឿងដែលយើងបានលាយមុននេះចូលហើយច្របល់ឲ្យសព្វ
បន្ទាប់ពីយើងច្របល់សព្វហើយយើងអាចភ្លក់មើលទៅតាមចំណូលចិត្តបងប្អូនខ្លះចូលចិត្តប៊ីបប្រៃជូរប៊ីបផ្អែមអ្នកខ្លះចូលចិត្តហឹរក៏យើងដាក់ម្ទេសថែមមកនិងអ្នកខ្លះចូលចិត្តបន្លែក៏យើងដាក់ថែមមកវីដេអូនេះក៏ងាយហើយក៏មានតែប៉ុណ្្នឹងដែរអញ្ចឹងហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូការធ្វើម្ហូបងាយៗនេះជួបគ្នានៅឱកាសក្រោយទៀត